ផុតមេភូមិភាគពីរបាតឃ្លាំងត្រឡប់ទៅធ្វើស្រែវិញហើយនៅឡើយអ្នកថ្មីឡើងមកនេះឮថាផ្ដាច់ញាសម្បើមមណាស់សូមមានការប្រុងប្រយ័ត្នអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូវិភាគព្រឹត្តិការណ៍អន្តរជាតិសំខាន់ជុំវិញពិភពលោកនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកព័ត៌មានផ្លូវការមួយដែលចេញផ្សាយដោយសារព័ត៌មាន Culture English របស់ប្រទេសថៃចុះផ្សាយនាព្រឹកថ្ងៃទី2តុលាឆ្នាំ2025នេះតើការឡើងកាន់តំណែងថ្មីរបស់មេភូមិភាគពីរថ្មីនេះអាចដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបានដែរឬទេឬក៏រឹតតែធ្វើឲ្យស្ថានភាពនៅព្រំដែនជាមួយកម្ពុជាមានស្ថានភាពតានតឹងជាងមុននឹងផ្ដល់សេចក្តីអត្ថាធិប្បាយវិភាគជូនបងប្អូនខ្ញុំបាទសូមនាំបងប្អូនមកដឹងអំពីព័ត៌មាននេះសិនថាតើមេភូមិភាគពីរថ្មីនេះបានអះអាងនិងបដិញ្ញាចិត្តយ៉ាងណាខ្លះដែរកាលពីថ្ងៃទី2ខែតុលាឆ្នាំ2025នៅខេត្តរាជសីមាកងទ័ពភូមិភាគ2បានបើកពិធីផ្លាស់ប្ដូរតំណែងមេបញ្ជាការពីឧត្តមសេនីយ៍ឯកប៊ុនស៊ីនបាត់ឃ្លាំងទៅជាឧត្តមសេនីយ៍វីរយុទ្ធរៈស៊ីលក្នុងឱកាសនេះឧត្តមសេនីយ៍ឯកប៊ុនស៊ីនបាត់ឃ្លាំងបានហៅទាហានទាំងអស់ឲ្យបន្តគោរពនិងភារកិច្ចការពារអធិបតេយ្យភាពនិងដែនដីជាតិដោយស្មោះត្រង់ជាពិសេសគឺស្ម័គ្របូជាជីវិតដើម្បីដែនដីទៀតផងមុននឹងបញ្ចប់កម្មវិធីផ្ទេរតំណែងនេះលោកឧត្តមសេនីយ៍ឯកប៊ុនស៊ីនបាត់ឃ្លាំងបានប្រគល់ទង់ជាតិសម្គាល់អង្គភាពឲ្យមេបញ្ជាការថ្មីដោយមានពិធីដង្ហែទង់យោធាចំនួន83ទង់ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់កងទ័ពភូមិភាគ2ការឡើងកាន់តំណែងរបស់ឧត្តមសេនីយ៍វីរយុទ្ធនេះគេរំពឹងថានឹងរឹតបន្តឹងព្រមទាំងត្រៀមខ្លួនជានិច្ចនៅតាមតំបន់ព្រំដែនជាមួយកម្ពុជាបើទោះបីជាស្ថានភាពនយោបាយនិងយោធាបច្ចុប្បន្ននេះកំពុងតែមានភាពតានតឹងយ៉ាងណាក៏ដោយបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនជនរួមជាតិជាទីស្នេហានៅក្នុងខ្លឹមសារព័ត៌មានខាងលើបានបញ្ជាក់យ៉ាងច្បាស់តែម្ដងអំពីការបដិញ្ញាចិត្តរបស់មេបញ្ជាការថ្មីរូបនេះថានឹងប្រកាន់ខ្ជាប់នៅគោលនយោបាយរឹតបន្តឹងយ៉ាងដាច់ខាតចំពោះវិវាទព្រំដែនជាមួយនឹងព្រះរាជាណាចក្រកម្ពុជាយ៉ាងណាពួកគេនៅតែបន្តសកម្មភាពយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងការឈ្លានពានទឹកដីកម្ពុជាដដែលបងប្អូនចាំតែមើលចុះមេភូមិភាគពីរវីរយុទ្ធរៈស៊ីលនេះនឹងរឹតតែបង្កឲ្យមានបញ្ហាក្តៅបន្ថែមទៀតខណៈពេលដែលអ្នកឡើងថ្មីនេះច្បាស់ណាស់គេនឹងស្វែងរកគេឈ្មោះមួយសម្រាប់ខ្លួនរបស់គេជាពិសេសនៅក្នុងការកាន់តំណែងថ្មីនេះដើម្បីជាប្រយោជន៍ទៅដល់នយោបាយនិងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំថ្មីមួយរូបនេះផងដែរយ៉ាងណាមិញមេភូមិភាគពីរបាតឃ្លាំងក៏ធ្លាប់អះអាងផងដែរបើទោះបីជារូបខ្លួនចូលនិវត្តន៍យ៉ាងណាក៏ដោយប៉ុន្តែនៅតែធ្វើជាទីប្រឹក្សានៅក្នុងវិស័យយោធារបស់ថៃដដែលយ៉ាងណាថៃមិនបោះបង់ចោលមហិច្ឆតាដើម្បីឈ្លានពានទឹកដីកម្ពុជាទេដរាបណានាយករដ្ឋមន្ត្រីថៃនៅតែគ្មានអំណាចយោធារបស់ប្រទេសថៃនៅតែលេខ1បើទោះបីជាមានអ្នកថ្មីឡើងមកប៉ុន្មានអ្នកក៏ដោយក៏នៅតែជាថៃដែរថៃក៏នៅតែចិញ្ចឹមចិត្តដើម្បីឈ្លានពានទឹកដីកម្ពុជាដដែលខណៈពេលនៃការឡើងកាន់តំណែងថ្មីនេះវាអាចនឹងបើកទំព័រនៅព្រឹត្តិការណ៍ថ្មីមួយទៀតក៏ថាបានដែរហើយកម្ពុជានៅតែត្រៀម24ម៉ោងលើ24ម៉ោងទាំងផ្លូវការទូតនិងយោធាខណៈពេលដែលកម្ពុជាបន្តយ៉ាងរឹងមាំបំផុតនៅក្នុងការគោរពបទច្បាញ់ច្បាប់អន្តរជាតិនិងចង់ស្វែងរកសន្តិភាពយ៉ាងពិតប្រាកដដើម្បីសេចក្តីសុខរបស់ប្រជាជនប៉ុន្តែផ្ទុយទៅវិញចំពោះគូភាគីថៃនេះនៅតែព្យាយាមរិះរកវិធីស្មោករោគដើម្បីបំពេញមហិច្ឆតារបស់ខ្លួនក្នុងការឈ្លានពានទឹកដីកម្ពុជាជាប្រព័ន្ធចំពោះការឡើងកាន់តំណែងថ្មីរបស់ឧត្តមសេនីយ៍ឯកវីរយុទ្ធរៈស៊ីលនេះយើងអាចវិភាគបាន4ចំណុចដែលត្រូវលើកឡើងទី1គឺបរិបទនយោបាយនិងយោធានៅក្នុងប្រទេសថៃដោយយើងធ្លាប់បានដឹងហើយកងទ័ពយោធាភូមិភាគ2មានមូលដ្ឋាននៅឯនគររាជសីមាគឺជាកងទ័ពសំខាន់បំផុតសម្រាប់ការពារព្រំដែនភាគអាគ្នេយ៍ជាពិសេសគឺតាមបណ្ដោយព្រំដែនកម្ពុជាថៃតែម្ដងសម្រាប់មេបញ្ជាការថ្មីវរយុទ្ធរៈស៊ីលនេះពេលដែលកាន់តំណែងនៅក្នុងពេលចំនួនព្រំដែនកម្ពុជាថៃកំពុងត្រូវបានពិភាក្សាឡើងវិញនៅបញ្ហាប្រាសាទតាម៉ុនធំប្រាសាទតាក្របីហើយក៏កំពុងតែស្ថិតនៅក្នុងការឃ្លាំមើលរបស់មេភូមិភាគពីរបាតឃ្លាំងផងដែរថាតើគណៈដឹកនាំថ្មីមួយរូបនេះអាចដណ្ដើមយកទីតាំងប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីបានដែរឬយ៉ាងណាដូច្នេះនយោបាយថ្មីមួយនេះនឹងអាចជំរុញស្ថានភាពឲ្យមានភាពតានតឹងជាងមុនទៅតាមបំណងរបស់ថៃជាពិសេសគឺមេភូមិភាគពីរថ្មីវីរយុទ្ធរៈស៊ីលនេះផ្ទាល់តែម្ដងទី2ចំពោះការប្រែប្រួលពីអ្នកដឹកនាំចាស់ទៅជាអ្នកដឹកនាំថ្មីតើបញ្ហានោះនឹងនៅត្រង់ចំណុចណា
លោកប៊ុនស៊ីនបាតឃ្លាំងបានសម្គាល់យ៉ាងខ្លាំងអំពីឈាមនិងជីវិតនៅក្នុងកិច្ចការពារទឹកដីបង្ហាញអំពីជំរុំរបស់គាត់ដែលយោធារបស់ខ្លួនមានទឹកចិត្តស្មោះត្រង់ចំពោះប្រទេសជាតិខ្ពស់និងរឹងមាំជាទីបំផុតនេះបើតាមសេចក្តីប្រកាសរបស់មេដឹកនាំភូមិភាគ2ចាស់មួយរូបនេះបានថ្លែងនៅក្នុងពិធីផ្លាស់ប្ដូរមេភូមិភាគថ្មីគឺឧត្តមសេនីយ៍ឯកវីរយុទ្ធរកស៊ីលនេះការបង្ហាញអំពីស្មារតីស្នេហាជាតិនិងអំនួតអូតអាងរបស់មេភូមិភាគ2ចាស់ប៊ុនស៊ីនផាតឃ្លាំងនៅក្នុងពិធីនេះគឺមានបំណងដើម្បីជំរុញទឹកចិត្តទៅដល់យោធារបស់គេនិងឋានៈដឹកនាំថ្មីនាពេលនេះឧត្តមសេនីយ៍ឯកវីរយុទ្ធរកស៊ីលថ្មីនឹងត្រូវបំពេញតួនាទីយ៉ាងដាច់អហង្ការជាទីបំផុតផ្នែកយោធារក្សាសន្តិសុខជាតិនិងពង្រឹងសហប្រតិបត្តិការជាមួយនឹងមូលដ្ឋាននៅក្នុងតំបន់ឲ្យបានខ្ជាប់ខ្ជួនចំណុចមួយដែលខ្ញុំសម្លឹងមើលឃើញបើទោះបីជាការអះអាងការបដិញ្ញាចិត្តនៅក្នុងកម្មវិធីនេះយ៉ាងណាក៏ដោយប៉ុន្តែនៅក្នុងយុទ្ធសាស្ត្រថ្មីប្រទេសថៃអាចនឹងផ្លាស់ប្ដូរនៅគោលនយោបាយប្រសិនបើយោធាប្រើប្រាស់យុទ្ធសាស្ត្រចម្រុះស្របជាមួយនឹងការចរចាផ្លូវទូតនយោបាយជាមួយនឹងកម្ពុជាយ៉ាងណានេះគ្រាន់តែជាការទូទាយតែប៉ុណ្ណោះប៉ុន្តែភាគរយនៃសញ្ញាបញ្ជាក់ឲ្យឃើញមានភាពតានតឹងជាងមុនវាអាចនឹងច្រើនជាងសន្តិភាពដោយអ្វីដែលខ្ញុំអះអាងខាងលើអញ្ចឹងឯងថាឋានៈដឹកនាំថ្មីមេភូមិភាគ2នេះអាចនឹងធ្វើរឿងមួយដើម្បីទាញយកចំណាប់អារម្មណ៍ពីប្រជាជននិងស្នាដៃរបស់ខ្លួននៅក្នុងតំណែងថ្មីនេះផងដែរដូច្នេះមានតែការប្រុងប្រយ័ត្នខ្ពស់និងបន្តកិច្ចសហប្រតិបត្តិការដើម្បីដំណើរការផ្លូវទូតជាមួយអន្តរជាតិឲ្យបានរឹងមាំជាទីបំផុតដើម្បីការពារសុវត្ថិភាពប្រជាជននិងស្វែងរកសន្តិភាពយ៉ាងពិតប្រាកដសម្រាប់កម្ពុជាទៅថ្ងៃអនាគតទី3គឺឥទ្ធិពលដល់ចំនួនព្រំដែនកម្ពុជាថៃកងទ័ពនៅក្នុងភូមិភាគ2តែងតែមានឥទ្ធិពលផ្ទាល់ទៅលើបញ្ហាព្រំដែនជាមួយនឹងកម្ពុជាកន្លងមកការបដិញ្ញាពីអ្នកដឹកនាំអាចនាំឲ្យបង្កើនសកម្មភាពយោធាដើម្បីបង្ហាញកម្លាំងនៅតាមព្រំដែនដូចជាការបណ្ដុះបណ្ដាលនិងដំណើរការដឹកជញ្ជូនយោធាថ្មីបន្ថែមចូលទៅក្នុងតំបន់ចំនួនជាពិសេសគឺទីតាំងព្រំដែននានារវាងកម្ពុជាថៃដែលកំពុងតែក្តៅគគុកនៅឡើយនេះការបង្កើនសម្ពាធលើកម្ពុជានៅក្នុងការបញ្ឈប់ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាឬក៏ការកសាងផ្ទះនិងលំនៅឋាននៅលើដីដែលកំពុងតែមានចំនួនពលគឺដីរបស់កម្ពុជាតែម្ដងប៉ុន្តែអ្នកបញ្ជាការថ្មីនេះអាចនឹងមានជំរើសយុទ្ធសាស្ត្រទន់ភ្លន់ជាងមុនដោយពាក់ព័ន្ធជាមួយនឹងនយោបាយកណ្ដាលរបស់រដ្ឋាភិបាលអនុទិនដែលចង់បន្តការចរចានិងរកជំរើសដោយសន្តិវិធីទី4គឺផលប៉ះពាល់ជាក់ស្ដែងអាចនឹងកើតឡើងប្រសិនបើមេភូមិភាគ2ថ្មីវីរយុទ្ធរកស៊ីលនេះប្រើប្រាស់នៅយុទ្ធសាស្ត្រក្តៅនោះអាចនឹងធ្វើឲ្យមានការប៉ះទង្គិចតិចតួចជាមួយយោធាកម្ពុជានៅតាមព្រំដែននិងជាមួយប្រជាជនស្លូតត្រង់របស់កម្ពុជាដោយករណីកន្លងមកដរាបណាយោធាកម្ពុជានៅរក្សាជំហរគោរពបទច្បាប់និងអនុវត្តច្បាប់អន្តរជាតិមិនតបតចំពោះយោធាថៃនោះទេចំនួនប្រដាប់អាវុធនេះនឹងរួមតូចជាងមុនប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវតែរឹងមាំលើផ្នែកការទូតនិងទំនាក់ទំនងជាមួយនឹងអន្តរជាតិពិសេសជាមួយនឹងដំណើរការច្បាប់ជាមួយអង្គការសហប្រជាជាតិអង្គការ UNESCO និងអង្គភាពតុលាការអន្តរជាតិ ICJ ជាដើមផលប៉ះពាល់វិជ្ជមានប្រសិនបើលោកវីរយុទ្ធរកស៊ីលនេះជំរើសផ្លូវទូតយកមកដោះស្រាយនឹងអាចបង្កើនសន្តិភាពបណ្ដោះអាសន្នប៉ុន្តែនៅតែមានហានិភ័យដដែលដោយសារតែជនជាតិទាំងពីរនេះនឹងបន្តអះអាងនៅលើដែនអធិបតេយ្យភាពរបស់ខ្លួនដោយគ្មានដំណោះស្រាយចុងក្រោយណាមួយដែលអាចដោះស្រាយឲ្យបានពេញលេញត្រឹមតែមេភូមិភាគ2នេះបានឡើយជាសេចក្តីសន្និដ្ឋានរួមការឡើងកាន់តំណែងរបស់ឧត្តមសេនីយ៍វីរយុទ្ធរកស៊ីលអាចនាំឲ្យមានភាពតានតឹងថ្មីនៅតាមព្រំដែនប្រសិនបើគាត់សម្រេចចិត្តបង្ហាញកម្លាំងយោធាប៉ុន្តែប្រសិនបើគាត់សហការជាមួយរដ្ឋាភិបាលអនុទិនដែលកំពុងតែព្យាយាមរកជំរើសចរចាវាអាចคล้ายទៅជាឱកាសថ្មីដើម្បីទប់ស្កាត់ចំនួនកាន់តែធ្ងន់ធ្ងរជាងមុនតើបងប្អូនប្រិយមិត្តទេសនិកជនដែលកំពុងតែស្ដាប់នេះមានទស្សនៈបែបណាអាចបញ្ចេញបាននៅក្នុងប្រអប់ comment ខាងក្រោមវីដេអូអរគុណដល់ការតាមដានទស្សនារបស់បងប្អូនតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាយើងនឹងបន្តជួបគ្នាក្នុងវីដេអូក្រោយជាបន្តបន្ទាប់ពាក់ព័ន្ធជាមួយស្ថានភាពព្រំដែនកំពុងតែក្តៅពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានថ្មីៗជុំវិញពិភពលោកហើយក៏ពាក់ព័ន្ធជាមួយនឹងបទវិភាគអត្ថាធិប្បាយបំភ្លឺក្នុងហេតុការណ៍នានាជុំវិញពិភពលោកផងដែរ like និង comment ដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំជាអ្នកផលិតជួយ share ទៅកាន់បណ្ដាញសង្គមដូចជា Facebook TikTok Telegram ប្រសិនបើបងប្អូនយល់ថាវាមានសារៈសំខាន់ Subscribe ដើម្បីទទួលបានព័ត៌មានជារៀងរាល់ថ្ងៃ